hệ ở đây sủng khăn, các vị đượcอาจารย์ในក្នុងរៀនត្រីថ្ងៃនេះដែលបងប្អូនទាំងអស់គ្នាក៏ដូចជាទស្សនិកជនបណ្ដាអ្នកគ្រប់គ្រងទាំងអស់ទាំងរងចាំគឺបានបងនឹងហើយគឺជាការបង្ហាញខ្លួនបេក្ខភាព Mr. Supranational Cambodia ទាំង18រូបជាមួយនឹងឈុតតំណាងជាតិ Excellency, distinguished guests, ladies and gentlemen, this is the moment you've been waiting for as we bringing you the national costume of Mr. Supranational Cambodia 2026. MSC 01 សូវណ្ណទីគាឈុតមុនអង្គាថាភគវីចំបាំងជ័យមុនខ្មៅមុនភ្លឺកណ្ដាលបាតដៃដាក់លើសេរីសារ៉ិតសូត្រដាស់សូត្រភ្លុំបានភាពងងឹតបង្កើតមហិទ្ធិឫទ្ធិនៃអង្គប្រាណចូលច្បាំងសង្គ្រាមឈាមដណ្ដាបជន់ធរណីស្រាប់សូត្រដាស់អាគមបង្កើតជំនឿផ្ដាំដល់អ្នកភ្នំអាគមប្រមោផ្ដុំសត្រូវវិនាសឈុតនេះត្រូវបានដកស្រង់ចេញពីសិល្បៈនិយមខ្មែររចនាទៅតាមបុរាណសហសម័យរំលេចដោយក្បាច់ខ្មែរពណ៌ខ្មៅតំណាងឲ្យមុនអាគមគាថាភ្នៅងងឹតដែលដូនតាខ្មែរបង្កើតឡើងដើម្បីទុកការពាររាល់សត្រូវផ្សេងមិនថាពេលយប់ឬពេលថ្ងៃដើរព្រៃឡើងភ្នំបន្ទន់ចិត្តបន្ទន់កាយស្រាយអំពើជាដើមជាពិសេសក្នុងអំឡុងពេលដែលមានគ្រោះថ្នាក់ផ្សេងដែលកើតឡើងដោយមិនដឹងមុនគាថាខ្មែរមានរាប់ពាន់មេសូត្រទាំងសូត្រឆ្វេងនិងសូត្រស្ដាំតែថ្ងៃនេះយើងខ្ញុំសូមលើកយកមុនសូត្រខ្មែរគាថាអេតិពិសោពេញអង្គទាំង10ដែលមានរដ្ឋមហិទ្ធិឫទ្ធិបើយើងភាវនាបានគ្រប់108ចប់នឹងមានរដ្ឋអំណាចលើសគេដោយអង្គទី1ប្រើនៅពេលមានសត្រូវមុខចាញ់អង្គទី2ប្រើនៅពេលចេញដំណើរអង្គទី3ប្រើឲ្យគេអាណិតស្រឡាញ់អង្គទី4ប្រើដើម្បីប្រើពេលកាត់ពួកសត្វនិងជន់អន្តពាកោងកាចអង្គទី5ប្រើសម្រាប់ដោះល្បិចកិច្ចកសត្រូវអង្គទី6ប្រើមុននិងក្រោកពីដំណេកដើម្បីទទួលសិរីសួស្តីអង្គទី7ប្រើសម្រាប់បន្ទន់ចិត្តអង្គទី8បរិកម្ម108ចប់និងអង្គទី9ជាមុនគាថាស្នេហ៍អង្គទី10ធ្វើឲ្យយើងមានរដ្ឋអំណាចនិងឈ្នះអស់មាសត្រូវរចនាឈុតដោយលោកលីភក្ត្រារតហ្វុងគូរូបដោយលោកអានសាមួនMSC 02ហន្ធីព្រីណាឈុតតេបនៃសង្គ្រាមតេបនៃសង្គ្រាមជាអតិទេពដែលបានបង្កើតឡើងដោយកម្លាំងនិងធម៌ពលនៃសង្គ្រាមដើម្បីកម្ចាត់ភាពវឹកវរដែលបង្ការឡើងដោយសភាវៈអាក្រក់ដែលឆ្លៀតពីអ្នកដទៃតេបនៃសង្គ្រាមមានអំណាចខ្លាំងក្នុងការធ្វើយុទ្ធសាស្ត្រសង្គ្រាមនិងមានភាពលេចធ្លោក្នុងការប្រកួតប្រជែងកម្ចាត់ភាពវឹកវរនិងអំពើហិង្សានៃសមរភូមិដើម្បីការពារទឹកដីនិងសន្តិភាពជុំជាតិមាតុភូមិទាំងកម្លាំងកាយភាពក្លាហានយុទ្ធសាស្ត្រនិងភាពជាអ្នកដឹកនាំឈុតនេះក៏ជាការរំលឹកដល់យុវជននិងជនជាតិខ្មែរដែលមានស្មារតីស្នេហាជាតិប្រកបដោយទឹកចិត្តមោះមុតនិងភាពក្លាហានឥតរង្គើដើម្បីអនាគតប្រទេសជាតិនិងអ្នកជំនាន់ក្រោយខ្មែរមិនស្រឡាញ់សង្គ្រាមតែកូនខ្មែរក៏មិនប្រដៅឲ្យថ្មើរជន់ឈ្លីជារួមមកឈុតនេះ
ត្រូវបានឆ្នៃឡើងតាមបែបបុរាណនិងសម័យព្រមទាំងបានបង្ហាញនៃភាពអំណាចទេពនៃសង្គ្រាមសុទ្ធចិត្តដើម្បីប្រតិបត្តិឲ្យបានសមជាអ្នកទ្រទ្រង់នូវភាពជាអ្នកដឹកនាំសេចក្តីចម្រើនរុងរឿងសុខសន្តិភាពជូនជាតិមាតុភូមិដំឡើងឈុតដោយរដ្ឋវាសនាបញ្ញារាយសម្បត្តិគូឈុតដោយចកយេតកាត់ដេដោយកូនប្រុសទាំង3 MSC 02 Hunty Brinan MSC 03 នួនបញ្ញារិទ្ធឈុតព្រះភូមិស្វរៈសូរ្យទេពឬព្រះអាទិត្យទ្រង់គឺជាអាទិទេពនៃពន្លឺរស្មីនិងកម្ដៅទ្រង់ជាអ្នកកម្ចាត់បងនៅភាពងងឹតនិងជាប្រភពនៃសពសត្វមនុស្សរុក្ខជាតិនៅលើភពផែនដីនេះបើគ្មានព្រះអាទិត្យពិភពលោកនេះនឹងគ្របដណ្ដប់ដោយផ្ទាំងតកព្រះអាទិត្យទ្រង់មានព្រះវរកាយចែងចាំងដោយពន្លឺទ្រង់អំពរប្រស្ត្រាពណ៌លឿងនិងទ្រង់គ្រឿងអភរណៈប្រដាប់ដោយអញ្ញមនីទ្រង់មានព្រះហស្ថ2ឬ4ដោយនៅក្នុងព្រះហស្ថនីមួយពេលខ្លះទ្រង់នៅកេតនភ័ណ្ឌនិងអាវុធដូចជាផ្កាឈូកខ្យងសាំងគៀតវុធនិងកងចក្រដូចព្រះវិស្ណុដែរហើយទ្រង់តែងតែគង់នៅលើរាជរថតឹមដោយសេះ7ក្បាលនិងមានព្រះអរុណជារាជសារថ្មីសេះទាំង7ក្បាលដែលតំណាងឲ្យពណ៌ទាំង7នៅក្នុងរស្មីព្រះអាទិត្យឬពេលខ្លះតំណាងឲ្យចក្រៈទាំង7នៅក្នុងខ្លួនមនុស្សនិងពេលខ្លះតំណាងឲ្យថ្ងៃទាំង7នៅក្នុងមួយសប្តាហ៍រៀបចំនិងរចនាឈុតដោយជ័យមង្គលMSC 04កៅមនោឈុតប្រពៃណីឈុតនេះតំណាងឲ្យអត្តសញ្ញាណបុរាណខ្មែរនិងបង្ហាញពីភាពថ្លៃថ្នូរនិងសុភាពរាបសារដោយសាររចនាបែបបិទខាងមុខមានកអាវខ្ពស់និងខ្សែចងចង្កេះវប្បធម៌ប្រពៃណីខ្មែរសម្ពុតនិងក្រមាជាអត្តសញ្ញាណសំខាន់នៃជាតិខ្មែរភាពសាមញ្ញប៉ុន្តែមានអរិយធម៌មិនច្រើនលម្អពេកតែបង្ហាញភាពស្អាតបែបបុរាណរចនាបថដោយណូបដាណេដំឡើងឈុតដោយណូបដាណេ MSC 04កៅមនោ MSC 05ស្រេងលីហៀងឈុតនរិន្ទ្រនាគាធិបតីនរិន្ទ្រនាគាធិបតីជាព្រះយោះនៃព្រះនាមលោកបាលមហារាជមួយព្រះអង្គគឺព្រះបាទវិរូបខៈជាអ្នកត្រួតត្រាថែរក្សាអភិបាលនាទិសបស្ចិមទ្រង់មានអធិបតីលើអស់នាគទាំងពួងដែលទ្រង់ជាលោកបាលមួយអង្គក្នុងចំណោម4អង្គដែលជាស្ដេចទេវតាធំចម្បងនៅក្នុងឋានចតុមហារាជការជាឋានសួគ៌ជាន់ទី1ដែលលោកមានយោះជាអ្នកបីបាច់ថែរក្សានៅអ្នកទាំងឡាយដោយមិនឲ្យមានរោគផងនិងមានសេចក្តីសុខផងរៀបចំនិងរចនាឈុតដោយជ័យមង្គលMSC 06ឈៀងឆេងលីឈុតព្រះទីនាងច័ន្ទឆាយាខេមរាក្រុងកម្ពុជាព្រះទីនាងច័ន្ទឆាយាគឺជាសំណង់ដ៏សំខាន់មួយនៃព្រះបរមរាជវាំងចតុមុខមង្គលដែលប្រើជា
វេទិកាកិត្តិយសសម្រាប់ព្រះរាជាទ្រង់ទតការហែកក្បួននិងថ្លែងទៅកាន់ប្រជានារីរបស់ព្រះអង្គពាក្យថាច័ន្ទឆាយាមានន័យថាស្រមោលព្រះច័ន្ទដូច្នេះហើយទៅប្រាសាទច័ន្ទឆាយានេះត្រូវបានសាងសង់ឡើងដោយគ្មានជញ្ជាំងបិទជិតនោះឡើយគឺដើម្បីឲ្យពន្លឺព្រះច័ន្ទនាពេលរាត្រីជះចូលមកខាងក្នុងប្រាសាទដែលមានអាយុកាលជាង1ទសវត្សរ៍មួយនេះដែលបានសាងសង់ឡើងតាំងពីឆ្នាំ1913មកម្ល៉េះហើយឥឡូវនេះរចនាបថដ៏ល្អឯកមួយនេះត្រូវបានដកស្រង់មកធ្វើជាឈុតបែបសហសម័យដើម្បីឲ្យបេក្ខភាពគ្រូបង្ហាញឲ្យឃើញអំពីភាពស្រស់ស្អាតនៃរចនាបថក៏ដូចជាសិល្បៈនានារបស់ខ្មែរយើងដែលមានអាយុកាលជាង100ឆ្នាំនេះឲ្យភ្ញៀវជាតិនិងអន្តរជាតិបានស្គាល់កាន់តែច្បាស់ផងដែរគូរូបដោយអែលសាមុនអត្ថបទដោយលោកយុនបូណាដំឡើងឈុតដោយបងឆាយឆៃ MSC 06ឈៀងឆៃលី MSC 07យូថនវណ្ណៈឈុតទេវក្សត្រាកេណគឺជាសត្វដែលមាននគរនៅក្នុងព្រៃហិនពៀននៃភ្នំកាឡាស់ដែលមានរាងកាយផ្នែកខាងលើជាមនុស្សខាងក្រោមជាសត្វមានស្លាបអាចហោះហើរបានមាននិយាយតែក្នុងរឿងបុរាណខ្មែរអត្ថបទដោយស្គរគ្រាប់ដំឡើងឈុតដោយស្គរគ្រាប់កយរតនាឈុតមហាបរោះក្រុងកម្ពុជារដ្ឋជាឈុតឆ្នៃនិងដំឡើងថ្មីដោយយកគំនូរតាមរូបចម្លាក់របស់មហាវីរៈបុរសខ្មែរគឺព្រះបាទសូរ្យវរ្ម័នទី2ទ្រង់ជាព្រះមហាក្សត្រដ៏ឆ្នើមនិងមានឫទ្ធិអំណាចខាងសឹកសង្គ្រាមនិងដឹកនាំប្រទេសជាតិឲ្យមានភាពរីកចម្រើនល្បីរន្ទឺខ្ទល់ខ្ទាទៅដល់បណ្ដាប្រទេសនានាមួយចំនួនដែលនៅជិតខាងផងដែរតួឈុតលម្អទៅដោយគ្រឿងអលង្ការដែលមានពណ៌មាសក្រហមឆ្អិនឆ្អៅតំណាងឲ្យភាពសុខដុមរមនានិងភាពសប្បុរសប្បាយរីកចម្រើនគ្រប់វិស័យផងដែរដៃកាន់កំបិតផ្កាតំណាងឲ្យឫទ្ធិអំណាចនិងព្រះចេស្តាយ៉ាងអង់អាចក្លាហាននៃការធ្វើសឹកសង្គ្រាមនិងឈ្នះអំមាសសត្រូវទាំងឡាយលើសពីនេះទៅទៀតឈុតនេះផងដែរត្រូវបានរួមបញ្ចូលជាមួយនឹងខោស្នាប់ផ្លូវទម្រង់បុរាណរួមទាំងសម្ពុតសាបាបដែលជាសម្ពុតរបស់ខ្មែរត្រូវបានប្រើប្រាស់តាំងពីយូរលង់ណាស់មកហើយធ្វើឲ្យឈុតនេះទាំងមូលមានភាពល្អប្រណិតនិងលេចធ្លោយ៉ាងស្រស់ស្អាតដំឡើងឈុតដោយលម្អរៀបចំអត្ថបទដោយពោមករា MSC 09មិប៉ៅជឺព្រះវិស្ណុជាព្រះដ៏វិសេសវិសាលមានសម្បុររាងកាយពណ៌បៃតងនិងមានយានជំនិះជាសត្វគ្រុឌក្នុងចំណោមអាទិទេពទាំង3ក្នុងព្រហ្មញ្ញសាសនាទ្រង់ជាព្រះការពារលោកីតាមរយៈទេវកថាបែងភាគអវតារទាំង10របស់ព្រះអង្គបែងចែកជា3ទម្រង់គឺជាអវតារមនុស្សសត្វនិងពាក់កណ្ដាលមនុស្សពាក់កណ្ដាលសត្វហើយព្រះអង្គបែងភាគមានព្រះហស្ថ8ដែលកាន់នៅសាសវុធដូចជាកងចក្រខ្យងសាំងព្រះខ័នផ្កាឈូកដំបងដងធ្នូគម្ពីរវេទនិងឈើច្រត់ព្រះវិស្ណុមានតួនាទីទ្រទ្រង់លោកឬបង្កើតនៅវឌ្ឍនភាពនៃលោកនេះឲ្យមានភាពរីកចម្រើនដោយឆ្លងផុតពីគ្រោះភ័យនិងឧបទ្រពចម្រាយទាំងពួងក្នុងឈុតនេះផងដែរយើងបានរំលេចឡើងនៅគ្រឿងអលង្ការដ៏ល្អវិចិត្រតាមលំនាំនៃបដិមារចនាបថបាពួននាសម័យអង្គរព្រះហស្ថទ្រង់កាន់កងចក្រនិងខ្យងសាំងដែលជាអាវុធដើម្បីកម្ចាត់រាល់សភាអាក្រក់នៅក្នុងលោករចនាឈុតដោយទឹកគ្រឿង MSC
MSC សូន10 Kimovan ឈុតសូរ្យទេពសូរ្យទេពគឺជាទេពនៃព្រះអាទិត្យហើយបើយើងនិយាយអំពីភាពពិតនៃធម្មជាតិព្រះអាទិត្យគឺជាភពឬជាផ្កាយមួយដួងដែលមានពន្លឺដោយខ្លួនឯងនិងមានភពរំដោតយ៉ាងច្រើនព្រះអាទិត្យតែងតែបញ្ចេញនូវថាមពលដើម្បីគ្រប់គ្រងលើបណ្ដាភពទាំងនោះពិសេសសម្រាប់ផែនដីគឺពន្លឺព្រះអាទិត្យជាប្រភពថាមពលទ្រទ្រង់គ្រប់ភាវៈរស់ទាំងឡាយដោយសារភាពសំខាន់បែបនេះបានជាខ្មែរនាសម័យបុរាណបានគោរពលើព្រះភ្លើងដែលបានមកពីពន្លឺព្រះសូរ្យស័យរបស់ព្រះអាទិទេពជារួមមកព្រះអាទិត្យឬព្រះសូរ្យទេពទ្រង់គឺជាអាទិទេពនៃពន្លឺរស្មីនិងកម្ដៅទ្រង់ជាអ្នកកម្ចាត់បងនៅភាពងងឹតនិងជាប្រភពនៃសព្វសត្វជីវិតមនុស្សសត្វរុក្ខជាតិនៅលើផែនដីនេះដំឡើងឈុតដោយរដ្ឋាវាសនាបញ្ញារាយគូឈុតដោយអានសមួនMSC លេខ11ឈៀជីវ័នឈុតមហាក្សត្រាអេសានវរ្ម័នហ្វូណនឬចេនឡាគឺជាសម័យកាលមួយនៃនគររបស់កម្ពុជាដែលមានទឹកដីយ៉ាងធំទូលំទូលាយនិងមានវិសាលភាពដ៏ធំធេងដែលគ្របដណ្ដប់ទៅលើទឹកដីភាគខាងត្បូងនៃអាស៊ីអាគ្នេយ៍ហើយមួយភាគធំជាប់នឹងដែនសមុទ្រដែលមានអាយុកាលប្រមាណ500ឆ្នាំនៅចន្លោះសតវត្សទី1ដល់សតវត្សទី6នៃគ្រិស្តសករាជនៅក្នុងសម័យកាលនោះផងដែរប្រទេសកម្ពុជាយើងមាននៅភាពរីកចម្រើនរុងរឿងសម្បូរសប្បាយគ្រប់វិស័យអ្នកស្រុកចេនឡាពេញនិយមប្រើប្រាស់នៅគ្រឿងអលង្ការលម្អកាយដោយប្រើត្បូងនិលអង្កាំកែវមាសប្រាក់លង្ហិននិងស្ពាន់ឈុតនេះផងដែរត្រូវបានច្នៃនិងដំឡើងដោយយកគំរូតាមរូបចម្លាក់ក្បូរក្បាច់រចនាតាមដងប្រាសាទផ្តែរនិងសសរនៅប្រាសាទមួយចំនួនដែលមានសេសសល់តាំងពីបុរាណកាលយូរលង់ណាស់មកហើយដំឡើងឈុតដោយលំអអត្ថបទដោយលោកពោមករា MSC លេខ12ផិនភារមឈុតល្ខោនបាសាក់កូនកាត់យ៉ាល្ខោនបាសាក់ជាផ្ទាំងទស្សនីយភាពធំមួយដែលមានដើមកំណើតយូរលង់ណាស់មកហើយនៅស្រុកបាសាក់ខេត្តឃ្លាំងទល់មុខខេត្តព្រះត្រពាំងកម្ពុជាក្រោមជាតួអង្គមានព្រះនាមសឹងសមុទ្រដកស្រង់ចេញពីរឿងព្រះអភ័យមនីស៊ីសវណ្ណដែលតួអង្គជាកូនកាត់យ៉ាដែលមានព្រះភ័ក្ត្រម្ខាងជាយ៉ាម្ខាងជាមនុស្សក៏ព្រោះតែមានព្រះបិតាជាមនុស្សនិងព្រះមាតាជាយក្ខិនីសិល្បៈល្ខោនបាសាក់ជាសិល្បៈមួយដែលមានភាពលេចធ្លោនិងល្បីល្បាញហើយមានការគាំទ្រជាច្រើនទសវត្សរ៍មកហើយប៉ុន្តែសប្តាហ៍ថ្ងៃនេះសិល្បៈល្ខោនបាសាក់ពុំសូវមានការគាំទ្រនិងស្ទើរតែបាត់បង់ក៏ព្រោះតែពុំសូវមានអ្នកបន្តវេនហាត់រៀននិងពុំសូវមានការសម្ដែងដូចកាលពីមុនជាចុងក្រោយយើងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងនៅតែបន្តគាំទ្រសិល្បៈល្ខោនបាសាក់កុំឲ្យបាត់បង់រៀបរៀងដោយអត្ថបទដោយកញ្ញាឆោវីបាសាក់ដំឡើងឈុតដោយកញ្ញាឆោវីបាសាក់ MSC លេខ13ធីធារាឈុតព្រះថោងឈុតព្រះថោងឬព្រះថោងតោងស្បៃជានិមិត្តរូបនៃកំណើតជាតិសាសន៍និងការបង្កើតទឹកដីខ្មែរដំបូងបង្អស់តំណាងឲ្យសាមគ្គីភាពនិងប្រពៃណីរៀបការដែលកូនកំលោះតោងស្បៃកូនក្រមុំវាបង្ហាញពីការគោរពទូនីតិជាស្ត្រីតាមរយៈរឿងព្រេងព្រះថោងនិងនាងនាគដែលកូនក្រមុំដែលជានាងនាគជាអ្នកនាំផ្លូវទៅកាន់នគរឈុតនេះក៏បានបង្ហាញនូវអត្ថន័យជាច្រើនផងដែរដូចជានិមិត្តរូបនៃកំណើតពិធីមង្គលការតុបតែងខ្លួនវប្បធម៌និងអរិយធម៌ដ៏អស្ចារ្យនៃមហានគរខ្មែរតាំងពីបុរាណមកអ្នកខ្លះគេនិយមហៅឈុតនេះថាឈុតព្រះថោងតោងស្បៃឬឈុតនាងនាគឬឈុតបង្រួបបង្រួមពូជសាសន៍ជាដើមឈុតព្រះថោងនេះជាមរតកវប្បធម៌បុរាណដែលខ្មែរបានថែរក្សាដើម្បីបង្ហាញពីឫសគល់នៃជាតិសាសន៍ជាពិសេសរួមបញ្ចូលគ្នានៃសាសនាកាលពីជំនាន់មុន
មកដល់បច្ចុប្បន្នឈុតនេះត្រូវបានប្រើប្រាស់នៅក្នុងពិធីក្រាបផ្ទឹមបង្វិលពពិលសែនចងដៃនិងតោងស្បែកយាត្រាជ្រោះក្រឡាបន្ទុំតាមទំនៀមទម្លាប់ពីបុរាណកាលឈុតនេះរៀបរៀងដោយតារ៉ាត់ហ្គោលសុំអង្ការអត្ថបទដោយលោកភិធីរា MSC លេខ14ទីតូមេឈុតអធិរាជនាពេជ្រសវណ្ណភូមិឈុតនេះតំណាងឲ្យអំណាចសិរីល្អនិងអត្តសញ្ញាណជាតិខ្មែរដែលបញ្ចូលរវាងសិល្បៈបុរាណនិងភាពទំនើបយ៉ាងល្អឥតខ្ចោះស្ដេចនាពេជ្រសវណ្ណភូមិជានិមិត្តសញ្ញាខ្មែរសម្គាល់ពីការការពារកម្លាំងនិងជាតិជាដើមបង្ហាញពីវិញ្ញាណបុព្វបុរសដែលថែរក្សាប្រទេសទម្រង់មកុដខ្ពស់រូបរាងដោយប្រាសាទបង្ហាញពីអរិយធម៌អង្គរនិងភាពរុងរឿងនៃអតីតកាលវាសម្គាល់ថាជាតិខ្មែរមានឫសគល់រឹងមាំនិងមានអរិយធម៌ខ្ពង់ខ្ពស់គ្រឿងអលង្ការពណ៌និងត្បូងពេជ្រតំណាងឲ្យសេចក្តីរុងរឿងភាពមានតម្លៃនិងសេចក្តីថ្លៃថ្នូរពណ៌បង្ហាញពីសវណ្ណភូមិដែលមានន័យថាដែនដីមាសពេជ្ររចនាបថខ្សែអលង្ការនិងសម្លៀកបំពាក់បង្ហាញពីសិល្បៈចម្លាក់ខ្មែរនិងភាពលម្អិតខ្ពស់ដែលជាកេរដំណែលវប្បធម៌ដ៏អស្ចារ្យឈុតនេះបង្ហាញពីព្រះអធិរាជនាគដែលជាតំណាងនៃជាតិខ្មែរមានអំណាចសេរីល្អនិងការការពារដែនដីមាសឲ្យរឹងមាំជានិច្ចរៀបចំឈុតដោយបងបុតដំឡើងឈុតដោយឆាណយវិរៈប្របគំរូដោយ Nara Fashion អត្ថបទដោយឆេងរតនា MSC លេខ15ប៉ែនភ័ក្រសុធិរិទ្ធឈុតអធិរាជគោព្រៃអង្គរអធិរាជគោព្រៃអង្គរជាឈ្មោះដែលបង្ហាញពីអំណាចខ្ពង់ខ្ពស់និងមហិទ្ធិឫទ្ធិដ៏អស្ចារ្យរបស់ស្ដេចគោព្រៃអធិរាជគោព្រៃអង្គរមានន័យថាជាស្ដេចធំអ្នកដឹកនាំកម្ពុជាដែលមានអំណាចលើគ្រប់ទិសទីហើយជានិមិត្តសញ្ញានៃកម្លាំងភាពរឹងមាំនិងវិញ្ញាណធម្មជាតិរបស់ជាតិខ្មែរអង្គរអរិយធម៌ដ៏រុងរឿងកេរ្តិ៍ឈ្មោះនិងអំណាចនៃអតីតកាលឈុតនេះបង្កើតឡើងក្នុងទម្រង់សហសម័យច្របាច់បញ្ចូលគ្នាឲ្យមើលទៅមានភាពអស្ចារ្យអធិរាជគោព្រៃអង្គរមានន័យថាវិញ្ញាណអំណាចដ៏ខ្ពង់ខ្ពស់ដែលរួមបញ្ចូលកម្លាំងធម្មជាតិនិងសេរីរុងរឿងអង្គរឈុតនេះបង្ហាញពីមោទនភាពជាតិភាពក្លាហានភាពមិនចោះចាញ់និងការពារទឹកដីដោយស្ដេចគោព្រៃដែលឈរលើមូលដ្ឋានអរិយធម៌អង្គរវាគឺជានិមិត្តរូបនៃភាពអស្ចារ្យសេរីសម្បត្តិនិងអំណាចអចិន្ត្រៃយ៍របស់ជាតិខ្មែរហើយព្រមទាំងជាសត្វតំណាងឲ្យប្រទេសកម្ពុជាផងដែររៀបចំឈុតដោយបងបុតដំឡើងឈុតដោយមាសខួនថាំងការៀបចំអត្ថបទឈុតដោយឈៀងរតនាគំនូគូដោយ Nara Fashion MSC លេខ16ខៃសានខាវឈុតព្រះបាទឈុតព្រះបាទភក្តរៈរតឬទេវតាដែលថែរក្សានៅទិសខាងកើតនៃភ្នំសុមេរុឬពាក់កណ្ដាលនៃភ្នំព្រះសុមេរុទ្រង់ជាទេវតាមួយអង្គដែលគ្រប់គ្រងទៅពពួកកភៈទេវតាទាំងឡាយទាំងពួងនៃភ្នំសុមេរុឬពាក់កណ្ដាលនៃភ្នំសុមេរុដំឡើងឈុតដោយបងវណ្ណារាសៀមរាបតែងឈុតបុរាណMSC លេខ17ម៉ៅវឌ្ឍនយុទ្ធឈុតអធិរាជភុជង្គនាគខ្មៅមុចលិន
នៅក្នុងរចនាបថខ្មែរបុព្វបុរសខ្មែរយើងតែងតែកសាងអ្វីមួយបង្កប់ទៅដោយអត្ថន័យជានិច្ចកាលតួយ៉ាងការឆ្លាក់នៅរូបនាគដែលមានក្បាលច្រើនមានលេខគុតសេះគឺជានាគដែលតំណាងឲ្យនាគមានភាពរស់រានមានជីវិតរីឯនាគដែលមានក្បាលគុតគឺតំណាងឲ្យនាគស្លាប់ហេតុនេះហើយទើបបានជានាគតាមប្រាសាទបុរាណខ្មែរនាគតែងតែមានចំនួនក្បាលមានចំនួន5ក្បាល3ក្បាល7ក្បាល9ស្ដេចនាគខ្មៅគឺជាសត្វនាគដែលមានអំណាចរស់នៅក្នុងទឹកតំណាងឲ្យភាពត្រជាក់ត្រជុំនិងតំណាងឲ្យធាតុទឹកហើយនាគក៏ជាការតំណាងឲ្យពូជពងខ្មែរតពីព្រះនាងនាគហើយចំពោះនាគក្បាល7តំណាងឲ្យសព្ទារាស្រីដែលមានឈ្មោះភពទាំង7និងតំណាងឲ្យទេពដែលគ្រប់គ្រងមហាសមុទ្រទាំង7និងជួរភ្នំទាំង7ដែលមានឈ្មោះថាសេតថៈសត្តៈបរិភ័ណ្ឌនិងជាអ្នកថែរក្សាសម្បត្តិដ៏អាថ៌កំបាំងឧត្តមភាពស្ងប់ស្ងាត់និងអំណាចនៃការសង្គ្រោះអំណាចបែបអាថ៌កំបាំងដែលជាការគ្រប់គ្រងជីវិតសត្វមនុស្សនិងធម្មជាតិបានឈុតនាគខ្មៅរៀបចំតាមរចនាបថបុរាណជាមួយនឹងសម័យឲ្យคล้ายទៅជាសហសម័យដែលចង់បង្ហាញពីភាពអស្ចារ្យអំណាចនិងសេចក្តីថ្លៃថ្នូររៀបចំដោយបងបុត Makeup Artist MSC លេខ18លីម៉េងលីតួអង្គគ្រុឌសត្វគ្រុឌជាឈ្មោះសត្វស្ដេចបក្សីមួយប្រភេទដែលមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយដែលសត្វនេះមានពាក់ព័ន្ធនៅក្នុងទេវកថានៃព្រហ្មញ្ញសាសនាសត្វគ្រុឌក៏ត្រូវបានគេចាត់ទុកជាសត្វដ៏អស្ចារ្យអច្ឆរិយៈផ្សេងទៀតដែលខ្មែរបុរាណបានឲ្យតម្លៃតាំងពីប្រមាណជាង2000ឆ្នាំមកហើយដូចគ្នានេះដែរសត្វគ្រុឌក៏មានតួនាទីសំខាន់ក្នុងទេវកថាឥណ្ឌាហើយត្រូវបានគេចាត់ទុកថាបក្សីរាជាគ្រុឌគឺជាយានជំនិះរបស់ព្រះវិស្ណុសត្វគ្រុឌមានរូបរាងជាមនុស្សហើយមានក្បាលជាឥន្ទ្រីដៃជើងមានក្រញាំមានស្លាបហើយស៊ីសត្វនាគនិងពស់ជាអាហារសត្វគ្រុឌគឺជាស្ដេចបក្សីប្រកបដោយមហិទ្ធិឫទ្ធិខ្លាំងក្លាអស្ចារ្យនិងភាពស្មោះត្រង់សត្វនេះតំណាងឲ្យនៅអវកាសឬភាពលំហឬធាតុភ្លើងអនុភាពរបស់ស្ដេចសក្តិបក្សីនេះហោះហើរគឺល្បឿនជាងរន្ទះហើយកម្លាំងខ្យល់ពីស្លាបរបស់គ្រុឌគឺខ្លាំងលើសព្យុះសង្គ្រាមនានាសម្លៀកបំពាក់ដោយលោកសូស៊ីងហ៊ុយសូមស្វាគមន៍លោកហ៊ីបស៊ីងហ៊ុយ Mr. Supranational Cambodia ឆ្នាំ2025នៅរាត្រីដ៏ពិសេសនេះខ្ញុំបាទសូមគោរពជូនស្នាដៃឈុតបុរាណមួយនេះទៅកាន់ព្រះវិញ្ញាណក្ខន្ធក្សត្រនៃអរិយធម៌អង្គរឈុតនេះមិនមែនគ្រាន់តែជាការស្លៀកគ្រងទេប៉ុន្តែជាការបញ្ចេញនៅដួងព្រលឹងនៃប្រវត្តិសាស្ត្រការចងចាំនៃវីរភាពនិងការលះបង់របស់ដូនតាសូមឧទ្ទិសស្នាដៃនេះទៅកាន់ព្រះអង្គម្ចាស់ស្រីធរៈកុមារដែលបានពលីជីវិតដើម្បីការពារដែនដីក្នុងសម័យដ៏រុងរឿងនៃអង្គរគ្រប់រចនានៃសិល្បៈគឺជាការរំលឹកថាសិល្បៈមិនអាចស្លាប់ទេដូនតានៅតែអបក្រសោបគេដំណើរវប្បធម៌សិល្បៈទាំងអស់នេះនឹងស្វែងរកមនុស្សជំនាន់ក្រោយដើម្បីបន្តវេនរហូតរៀបរៀងឈុតដោយ So Cool
បាទពិតជាអស្ចារ្យនៅក្នុងវគ្គប្រកួតឈុតតំណាងជាតិរបស់ Mr. Supranational Cambodia ឆ្នាំ2026នេះគឺជាវគ្គដែលទស្សនិកជនក៏ដូចជាបណ្ដាអ្នកគ្រប់គ្រងទាំងអស់ទន្ទឹងរង់ចាំនៅក្នុងវគ្គ National Costume ដែលបង្ហាញពីអត្តសញ្ញាណក៏ដូចជាការច្នៃប្រឌិតពីសិល្បៈខ្មែរបុរាណស្រស់ស្អាតទេទាំងអស់គ្នាសូមសំឡេងមួយមកបាទលោកលោកស្រីនាងកញ្ញាទស្សនិកជនទាំងអស់ជាទីគោរពនិងជាទីមេត្រីនេះគឺជាការបង្ហាញនៅសិល្បៈវប្បធម៌ខ្មែរបាទដែលបានរួមបញ្ចូលជាមួយនឹងរចនាបថសហសម័យផងដែរបានសបញ្ជាក់ឲ្យឃើញពីការអភិរក្សនិងការអភិវឌ្ឍចា៎ហើយ